កុំផ្លាស់ប្ដូរខ្លួនឯងដើម្បីអ្នកដទៃនៅពេលដែលយើងចូលចិត្តឬស្រឡាញ់នរណាម្នាក់ឬចង់ឲ្យអ្នកណាម្នាក់ចាប់អារម្មណ៍មកលើយើងខ្លាំងយើងនឹងព្យាយាមយល់ពីគេផ្គាប់ចិត្តគេគ្រប់បែបយ៉ាងរហូតដល់ពេលមួយយើងនឹងហត់នឿយទើបយើងដឹងថាខ្លួនឯងខុសចំពោះខ្លួនឯងព្រោះតែរស់រាល់ថ្ងៃដើម្បីតែអ្នកដទៃប៉ុន្តែមិនដែលរស់នៅដើម្បីខ្លួនឯងការផ្លាស់ប្ដូរខ្លួនឯងដើម្បីខ្លួនឯងកាន់តែអភិវឌ្ឍទៅមុខជារឿងសំខាន់បំផុតដែលមនុស្សគ្រប់រូបត្រូវតែធ្វើវាប៉ុន្តែការផ្លាស់ប្ដូរខ្លួនឯងដើម្បីសម្របតាមអ្នកដទៃវានឹងធ្វើឲ្យយើងកាន់តែអស់តម្លៃដោយសារយើងយកពេលវេលាក្នុងជីវិតរបស់ខ្លួនឯងចំណាយទៅគិតពីអារម្មណ៍របស់គេទៅស្វែងយល់ពីចំណូលចិត្តរបស់គេនិងតាមផ្គាប់ចិត្តគេតែបែរជាភ្លេចផ្ដោតមកលើជីវិតខ្លួនឯងគិតពីខ្លួនឯងនិងស្វែងយល់ពីអារម្មណ៍ខ្លួនឯងថាពេលនេះវាយ៉ាងណាហើយចេះតែបណ្ដោយឲ្យខ្លួនឯងរងនៅភាពឈឺចាប់ពីទង្វើរបស់អ្នកដទៃធ្វើមកដាក់ខ្លួនម្ដងហើយម្ដងទៀតពេលដែលយើងធ្វើខ្លួនជាមនុស្សស្រួលគេក៏ងាយស្រួលមើលងាយដែរព្រោះមនុស្សងាយស្រួលពេកច្រើនតែគេមើលរំលងទង្វើល្អឬអារម្មណ៍របស់ខ្លួនជានិច្ចកុំផ្លាស់ប្ដូរខ្លួនឯងដើម្បីអ្នកដទៃតែត្រូវត្រិះរិះវិធីកែច្នៃជីវិតរបស់ខ្លួនឯងឡើងវិញរៀនស្រឡាញ់ខ្លួនឯងនិងរៀបចំគោលដៅជីវិតរបស់ខ្លួនឯងឲ្យច្បាស់លាស់ទៅតាមអ្វីដែលខ្លួនមានទេពកោសល្យនិងចង់ធ្វើវាពីមុនមកបំផុតជាពិសេសត្រូវមានភាពជឿជាក់លើខ្លួនឯងថាខ្លួនឯងអាចផ្លាស់ប្ដូរជីវិតខ្លួនឯងបានទុកពេលវេលាឲ្យខ្លួនឯងដើម្បីផ្លាស់ប្ដូរដំណើរជីវិតព្រោះអ្វីៗសុទ្ធតែត្រូវការពេលវេលា